សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងមួយដែលមានចំណងជើងថា Demon Slayer រឿងនេះចេញយូរដែរហើយប៉ុន្តែអត់ទាន់ចប់ឡើយទេបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ដែលមើលទេឬក៏មើលរួចហើយតែចង់មើលឡើងវិញអាចមើលជាមួយខ្ញុំបានសាច់រឿងរបស់យើងចាប់ផ្ដើមមកបង្ហាញឲ្យឃើញគ្រួសារមួយដែលរស់នៅលើភ្នំហើយនេះគឺជាគ្រួសាររបស់ថានជីរ៉ូដែលជាតួឯករបស់យើងនឹងឯងថានជីរ៉ូគឺជាកូនបងរស់នៅជាមួយម៉ាក់និងប្អូនរបស់គាត់5នាក់ទៀតឪពុករបស់គាត់ស្លាប់បាត់ហើយថានជីរ៉ូប្រកបមុខរបរកាប់អស់ដុតធ្យូងលក់ហើយពេលនេះថានជីរ៉ូក៏កំពុងតែត្រៀមទៅលើកធ្យូងទៀតផងដែរដោយសារតែមិនថ្ងៃនឹងធ្លាក់ព្រិលខ្លាំងពេកម៉ាក់របស់ថានជីរ៉ូអត់ចង់ឲ្យទៅទេតែថានជីរ៉ូនៅតែទៅដើម្បីរកលុយបន្ថែមដើម្បីឲ្យប្រកាសថាចូលឆ្នាំថ្មីបងប្អូនរបស់គេមានអីញ៉ាំគ្រប់គ្រាន់នៅពេលហ្នឹងផងដែរប្អូនរបស់គាត់2នាក់ទៀតក៏មកសុំថានជីរ៉ូនឹងទៅជាមួយផងដែរប៉ុន្តែថានជីរ៉ូហើយនឹងម៉ាក់របស់គាត់ព្យាយាមបញ្យល់អ្នកទាំងពីរថាការធ្វើដំណើរជាមួយថានជីរ៉ូនឹងគឺពិបាកខ្លាំងណាស់នៅផ្ទះគឺជាជម្រើសល្អបំផុតហើយថានជីរ៉ូក៏សន្យាទៅពួកគេថានឹងទិញនំទិញស្ករគ្រាប់ផ្ញើផងដែរឃើញថានជីរ៉ូគឺជាបងប្រុសល្អមានទំនួលខុសត្រូវខ្ពស់អញ្ចឹងតែតាមពិតគាត់នៅក្មេងខ្លាំងណាស់គឺមានអាយុត្រឹមតែ13ឆ្នាំប៉ុណ្ណោះហើយការងារកាប់អស់របស់គាត់នឹងមិនមែនធ្វើតែឯងទេគឺមានប្អូនប្រុសម្នាក់ទៀតរៀងត្រើសគ្រាន់អាចជួយគាត់បានគួរសមកន្លែងហ្នឹងខ្ញុំសូមអត់និយាយលម្អិតទេហើយឈ្មោះរបស់ពួកគេក៏ខ្ញុំអត់ប្រាប់ដែរដោយសារតែបន្តិចទៀតពួកគេទាំងអស់គ្នាត្រូវជួបគ្រោះធំគ្រាន់តែចង់ប្រាប់ថាបងប្អូនរបស់ពួកគេហ្នឹងគឺស្រឡាញ់គ្នាខ្លាំងណាស់ហើយប្អូនរបស់ថានជីរ៉ូហ្នឹងក៏គួរឲ្យស្រឡាញ់ទៀតបន្ទាប់មកថានជីរ៉ូក៏លាពួកគេដើរចេញទៅបន្ទាប់ពីថានជីរ៉ូដើរបានបន្តិចក៏ជួបប្អូនរបស់គាត់2នាក់ទៀតនេសកូប្រាប់ថាប្អូនពៅនឹងទើបតែគេងលក់ទេហើយមួយរយៈហ្នឹងប្អូនពៅនឹកដល់ឪពុកខ្លាំងណាស់តាមរយៈសម្ដីរបស់នេសកូមានន័យថាឪពុករបស់ពួកគេទើបតែចែកឋានដែរទេបន្ទាប់មកថានជីរ៉ូក៏លាអ្នកទាំងពីរធ្វើដំណើរចុះពីភ្នំយកធ្យូងទៅលក់មួយសន្ទុះក្រោយមកថានជីរ៉ូបានមកដល់ភូមិហើយការលក់ធ្យូងរបស់គាត់អត់មានពិបាកអីទេគ្រាន់តែមកដល់ហ្នឹងគឺសុំទិញគ្រប់គ្នាបាត់ហើយនៅក្បែរនឹងផងដែរក៏មានបរិសម្នាក់កំពុងតែយំល្ហេមដោយសារតែប្រពន្ធវាយរឿងបែកចានបរិសម្នាក់នឹងសុំពឹងថានជីរ៉ូឲ្យជួយហិតក្លិនចាស់ដើម្បីរកភស្តុតាងថាគាត់មិនមែនជាអ្នកធ្វើបែកទេហើយអ្នកស្រុកអ្នកភូមិនៅនឹងអ្នកណាក៏ដឹងថាថានជីរ៉ូពូកែហិតក្លិនផងដែរនៅពេលហ្នឹងថានជីរ៉ូហិតដឹងថាធំក្លិនឆ្មាអញ្ចឹងចាននឹងប្រហែលជាសត្វឆ្មាធ្វើឲ្យបែកឃើញអត់មនុស្សអាក្រក់វាយបងឡើងបែកក្បាលបន្ទាប់មកថានជីរ៉ូក៏ត្រឡប់មកផ្ទះវិញប៉ុន្តែមេឃងងឹតបាត់ហើយមើលទៅតាមផ្លូវថានជីរ៉ូដើរមើលទៅគួរឲ្យខ្លាចនៅពេលហ្នឹងផងដែរមានល្អម្នាក់ឈ្មោះសាបូរ៉ូដែលរស់នៅចង្កេះភ្នំហ្នឹងក៏ប្រាប់ឲ្យថានជីរ៉ូគេនៅផ្ទះរបស់គាត់មួយយប់សិនចាំស្អែកព្រឹកចាំធ្វើដំណើរតទៀតព្រោះថាការធ្វើដំណើរពេលយប់ចឹងអាចនឹងជួបបិសាចដំបងថានជីរ៉ូតាក់ទៅអត់ចង់នៅទេតែដោយសារតែល្អបង្ខំពេកក៏គេនៅនឹងមួយយប់ហ្មងទៅល្អសាបូរ៉ូចិត្តល្អណាស់ក៏រៀបចំអាហារឲ្យថានជីរ៉ូញ៉ាំនិងរៀបចំកន្លែងឲ្យគេងយ៉ាងស្អាតបន្ទាប់ពីញ៉ាំអាហាររួចរាល់ថានជីរ៉ូក៏សួរទៅល្អថាតើពិតជាមានបិសាចមែនក៏អីអ៊ំហើយពួកបិសាចហ្នឹងមានរូបរាងម៉េចទៅល្អប្រាប់ថាពួកបិសាចហ្នឹងវាចេញនៅពេលយប់ហើយវាចាំមនុស្សស៊ីបន្ទាប់មកថានជីរ៉ូក៏សួរថាតើពួកបិសាចហ្នឹងវាចូលផ្ទះមនុស្សកើតអត់ល្អក៏ប្រាប់ទៀតថាពួកបិសាចហ្នឹងចូលកើតប៉ុន្តែនៅពេលដែលពួកបិសាចហ្នឹងចេញមកតែងតែមានក្រុមអ្នកកម្ចាត់បិសាចចេញមកសម្លាប់ពួកវាចោលលុះព្រឹកឡើងថានជីរ៉ូក៏លាល្អធ្វើដំណើរទៅផ្ទះពេលដែលដើរជិតដល់ផ្ទះពេលហ្នឹងថានជីរ៉ូធំក្លិនឆ្អាបឈាមគាត់គិតថាប្រកាសជាមានរឿងអ្វីអត់ល្អហើយក៏បញ្ញាប់រត់ទៅមើលពេលមកដល់គួរឲ្យខ្លោចចិត្តណាស់ព្រោះថានេសកូហើយនឹងប្អូនប្រុសពៅបានដេកស្លាប់នៅមុខផ្ទះថានជីរ៉ូពិនិត្យមើលអ្នកទាំងពីរហើយងាកមកមើលក្នុងផ្ទះមានណាទាំងម៉ាក់របស់គាត់និងប្អូនរបស់គាត់ទាំងអស់ត្រូវបានស្លាប់យ៉ាងអណោចអធមកន្លែងហ្នឹងសុំកាត់ចោលហ្មងទៅព្រោះថាជាកន្លែងកំសត់ពេករបស់ថានជីរ៉ូមិនបាច់មើលច្រើនពេកទេបន្ទាប់ពីនឹងមកថានជីរ៉ូរកឃើញថាខ្លួននេសកូនៅមានកម្ដៅនៅឡើយអញ្ចឹងមានន័យថានាងនៅរស់ហើយក៏បញ្ញាប់លីប្អូនស្រីចុះពីលើភ្នំដើម្បីទៅរកគ្រូពេទ្យឲ្យជួយការធ្វើដំណើរនោះពិបាកខ្លាំងណាស់ដោយសារតែត្រជាក់ខ្លាំងពេកពិបាកទាំងដកដង្ហើមប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ថានជីរ៉ូអត់បោះបង់ចោលដែរព្រោះថាឥឡូវនេះសល់តែប្អូនស្រីម្នាក់គត់នៅតាមផ្លូវនឹងផងដែរនេសកូក៏បានភ្ញាក់ដឹងខ្លួនប៉ុន្តែនាងបានដោះចង្កូមខ្លាយទៅជាដេមិនបាត់ហើយក៏បានរើបម្រាស់ពីថានជីរ៉ូធ្វើឲ្យអ្នកទាំងពីរធ្លាក់មកខាងក្រោមបន្ទាប់ពីដល់ក្រោមហើយថានជីរ៉ូខំរត់មកមើលប្អូនស្រីតែពេលហ្នឹងនេសកូក៏បានហប់មកខាំថានជីរ៉ូយកតែម្ដងតែសំណាងល្អណាស់គាត់បានយកបថាសោកចូលប្រឡោះមាត់នៅពេលនេះថានជីរ៉ូដឹងហើយថាប្អូនរបស់គាត់មិនមែនជាមនុស្សទៀតទេគឺប្រែរូបរាងទៅជាដេមិនបាត់ហើយនេសកូនៅពេលហ្នឹងចេះបរិយាមៀតឲ្យកាន់តែធំហើយមានកម្លាំងកាន់តែខ្លាំងថានជីរ៉ូវិញយំអាណិតប្អូនស្រីហើយក៏សុំបបប្អូនស្រីឲ្យភ្ញាក់ដឹងខ្លួនវិញមកនៅពេលហ្នឹងផងដែរយើងឃើញថានេសកូចេះយំដែលមានន័យថាគាត់នៅដឹងខ្លួនខ្លះប៉ុន្តែគ្រប់គ្រងខ្លួនឯងអត់បាននៅពេលហ្នឹងផងដែរក៏មានអ្នកកម្ចាត់បិសាចម្នាក់បានមកដល់កន្លែងហ្នឹងគាត់ហៅមកកាប់នេសកូចោលដើម្បីជួយសង្គ្រោះថានជីរ៉ូតែថានជីរ៉ូឃើញតន់ក៏រុញប្អូនស្រីចេញហើយក៏ចំខ្លួនឯងបៀសនឹងចំក្បាលតែចំសក់ក្បាលជំនួស
Demon Slayer ម្នាក់ហ្នឹងមានឈ្មោះថា Kiyu Tomioka គាត់ឆ្ងល់ណាស់ថាខំមកវាយបិសាចហើយបែរជាអូនហ្នឹងរុញបិសាចចេញទៅវិញពេលហ្នឹង Tanjiro ខំមើលទៅគាត់ដោយការងើកឆ្ងល់ព្រោះថាជាលើកទី1ហើយដែលគាត់បានឃើញអ្នកកំចាត់បិសាចកំពុងគិតKiyu បានចូលមកយកNezukoលឿនណាស់មនុស្សធម្មតាមើលអត់ទាន់ទេKiyu ក៏បានប្រាប់ទៅ Tanjiro ថាគាត់គឺជាអ្នកកំចាត់បិសាចហើយរួមទាំងប្អូនស្រីរបស់ Tanjiro ផងដែរព្រោះថានាងឥឡូវក្លាយទៅជា Demon បាត់ហើយTanjiro ប្រាប់ថាទោះជាប្អូនស្រីរបស់គាត់ក្លាយទៅជា Demon ក៏ប្អូនរបស់គាត់អត់ដែលសម្លាប់មនុស្សដែរគាត់នៅធំក្លិនបិសាចមួយទៀតនៅផ្ទះរបស់គាត់ដែលក្លិនមួយហ្នឹងអត់ដែលធំពីមុនមកទេគាត់សុំឲ្យដោះលែងNezukoព្រោះថាគាត់នៅសល់តែប្អូនស្រីម្នាក់ហ្នឹងទេហើយគាត់នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីព្យាបាលNezukoឲ្យក្លាយជាមនុស្សធម្មតាវិញតែKiyuប្រាប់ថាបើសិនជាខ្លាចជា Demon ហើយមិនអាចបកក្រោយវិញបានទេជំរឿតែមួយគត់គឺត្រូវតែសម្លាប់ពួកគេចោលនិយាយហើយក៏ចាក់ទៅលើNezukoមួយដាវដល់តែពេលគាត់អត់ស្ដាប់អញ្ចឹងTanjiroគ្មានជំរឿទេគឺមានតែបដូរហើយពេលនេះTanjiroក៏បានរឹសដុំថ្មក្បែរហ្នឹងគប់ទៅKiyuផងដែរប៉ុន្តែគាត់រងជាប់ទាំងអស់ហើយក៏រត់ចូលមកវាយជាមួយKiyuត្រង់ភ្លឹងទាំងដែលខ្លួនអត់មានចេះអីសោះប៉ុន្តែក៏ត្រូវម្ដងដើរសន្លប់បាត់នៅពេលហ្នឹងផងដែរពូថៅរបស់ Tanjiro នឹងស្រាប់តែហោះមកពីខាងលើប៊ីសនឹងត្រូវក្បាលរបស់Kiyuសំណាងល្អណាស់កិច្ចផុតបន្តិចនៅពេលហ្នឹងទើបKiyuដឹងថាពេលដែលTanjiroគប់ដុំថ្មគាត់ក៏បានគប់ពូថៅរបស់គាត់ទៅខាងលើផងដែរនៅខាងក្រោយដើមឈើបន្ទាប់មកក៏ចូលមកវាយជាមួយគាត់ធ្វើដូចជាពូថៅនៅនឹងដៃអញ្ចឹងតិចនៅទាំងអស់នេះហើយធ្វើឲ្យKiyuមានអារម្មណ៍ថាភ្ញាក់ផ្អើលណាស់ព្រោះថាក្មេងធម្មតាអត់មានដែលវឹកហាត់អីសោះប៉ុន្តែឆ្លាតក្នុងការប្រយុទ្ធចំណែកNezukoវិញបានរំដោះខ្លួនចេញហើយធាក់Kiyuឲ្យប៉ើងបន្ទាប់មកក៏រត់ទៅរកTanjiroពេលហ្នឹងKiyuគិតថាប្រហែលជាNezukoសម្លាប់Tanjiroហើយតែតាមពិតមិនអញ្ចឹងទេNezukoទៅឈប់បាំងជួយបងប្រុសប៉ុណ្ណោះបន្ទាប់មកក៏ចូលមកវាយគ្នាមួយស្មើជាមួយKiyuតែម្ដងប្រកាសណាស់គឺគ្មានគីឡូជាមួយអ្នកកំចាត់បិសាចទេជាលទ្ធផលKiyuវាយគាត់ឲ្យសន្លប់មួយទៀតមួយសន្ទុះក្រោយមកTanjiroក៏បានភ្ញាក់ដឹងខ្លួនវិញហើយក៏ឃើញNezukoនៅក្បែរគាត់ដោយចងមាត់ខាំបំពង់ឫស្សីមូលហេតុដែលKiyuមិនសម្លាប់Nezukoចោលព្រោះថាជាលើកទី1ហើយដែលឃើញ Demon ចេះការពារបងប្អូនខ្លួនឯងព្រោះជាទូទៅ Demon សម្លាប់មនុស្សចោលទាំងអស់មិនលើកលែងសូម្បីតែគ្រួសារខ្លួនបន្ទាប់មកKiyuក៏ប្រាប់Tanjiroឲ្យទៅជួបបរិសុទ្ធចំណាស់ម្នាក់ដែលមានឈ្មោះថា Yuro Kodaki Sakonji គាត់រស់នៅលើភ្នំមួយហៅថាSajiriហើយក៏ផ្ដាំបិទបាំងNezukoឲ្យបានជិតព្រោះថានាងមិនអាចត្រូវពន្លឺថ្ងៃបានទេនិយាយហើយក៏បាត់ខ្លួនឈឹងលឿនដោយអាមេឃអញ្ចឹងបន្ទាប់ពីនឹងមកTanjiroក៏ត្រឡប់មកផ្ទះវិញដើម្បីរៀបចំបញ្ចុះសាកសពសាច់ញាតិរបស់គាត់ហើយក៏នាំNezukoដើរចេញទៅតាមទិសដៅដែលKiyuបានប្រាប់ហើយដំណើរផ្សងព្រេងរបស់Tanjiroដើម្បីក្លាយជាអ្នកកំចាត់បិសាចក៏បានចាប់ផ្ដើមតាំងពីពេលនេះទៅបន្ទាប់ពីធ្វើដំណើរបានមួយសន្ទុះTanjiroក៏ចូលមកសុំទិញកន្ត្រកនិងទិញឫស្សីពីអ្នកស្រែចម្ការពី3ដើមហើយអ្នកចម្ការទាំងនោះក៏ចេះល្អដែរគាត់អត់គិតលុយទេប៉ុន្តែTanjiroនៅតែឲ្យលុយទៅពួកគាត់អញ្ចឹងTanjiroក៏មកមើលNezukoបន្តិចដែលកំពុងតែលាក់ខ្លួននៅក្នុងរូងភ្នំបន្ទាប់ពីប្រកាសថាប្អូនស្រីមានសុវត្ថិភាពហើយគាត់ក៏មកចងកន្ត្រកបន្ថែមដើម្បីស្ពាយប្អូនស្រីដើរកាត់ពេលថ្ងៃបានពេលTanjiroរៀបចំរួចរាល់ល្អហើយពួកគេក៏ចង់បន្តដំណើរទៅមុខទៀតឃើញកន្ត្រកតូចអញ្ចឹងប៉ុន្តែNezukoអាចចូលបានព្រោះតាំងពីនាងខ្លាចជា Demon មកអាចបង្រិចខ្លួនឲ្យធំហើយក៏អាចបង្រួមខ្លួនឲ្យតូចដូចជាកូនក្មេងបានដែរបន្ទាប់ពីTanjiroដើរពេញមួយថ្ងៃអ្នកភូមិមួយកន្លែងប្រាប់ថាកុំធ្វើដំណើរឆ្លងកាត់ភ្នំហ្នឹងនៅពេលយប់អីព្រោះថាវាមានគ្រោះថ្នាក់ហើយក៏មានមនុស្សមួយចំនួនតែងតែបាត់ខ្លួនផងដែរតែTanjiroដូចជាអត់សូវបានខ្វល់ហើយក៏អត់ខ្លាចដែរនៅតែបន្តដំណើរទៅមុខទៀតបន្ទាប់មកពីអ្នកបងប្អូនបានមកដល់ប្រាសាទមួយដែលមានភ្លើងភ្លឺហើយពេលហ្នឹងTanjiroស្រាប់តែធំក្លិនឆ្អាបឈាមដោយគិតថាប្រហែលជាមានមនុស្សរបួសហើយក៏បញ្ញាប់រត់ទៅជួយនៅពេលដែលបើកទ្វារមកពុតធោបិសាចមួយមកអាក្រក់ខ្លាំងណាស់កំពុងតែស៊ីមនុស្សចំណែកNezukoវិញពេលឃើញឈាមមនុស្សអញ្ចឹងឈរឃ្លានឡើងស្រក់ទឹកមាត់ហើយបិសាចមួយហ្នឹងក៏អត់ចាំយូរទេក៏ស្ទុះមកវាយTanjiroភ្លាមប៉ុន្តែនៅពេលហ្នឹងTanjiroក៏ដាក់មកបថៅរបស់គាត់ចំកណ្ដាលកំពង់កធ្វើឲ្យដាច់កំពង់កគ្រាន់តែវាអត់ងាប់បិសាចមួយហ្នឹងក៏សរសើរទៅTanjiroដែរថាអាអូននេះលឿនគួរសមប៉ុន្តែប៉ុណ្ណឹងមិនអាចឈ្នះវាបានទេនិយាយហើយក៏ហោះមកចាប់Tanjiroម្ដងទៀតពេលនេះរៀងធ្ងន់ដៃដែរព្រោះតែTanjiroរើអត់រួចឡើយនៅពេលហ្នឹងផងដែរNezukoរត់មកលឿនណាស់ទាត់ក្បាលបិសាចនឹងដាច់ម៉ាំងប៉ាងចង់20ម៉ែត្រTanjiroវិញភ្ញាក់ផ្អើលណាស់ព្រោះថាប្អូនស្រីរបស់គាត់ឥឡូវខ្លាំងអាចសម្លាប់បិសាចបានតែតាមពិតបិសាចនឹងអត់ទាន់ងាប់នៅឡើយទេខ្លួនប្រាណរបស់វាងើបមកវាយជាមួយNezukoបន្តទៀតចំណែកក្បាលរបស់វាវិញដោះដៃពីរទៀតថែមហើយរត់មកវាយគ្នាជាមួយTanjiroនៅពេលហ្នឹងNezukoដោយសារតែទើបតែខ្លាចជា Demon ថ្មីអត់សូវចេះវាយទេត្រូវឲ្យបិសាចនឹងវាយត្រូវរហូតចំណែកTanjiroឃើញអញ្ចឹងក៏បញ្ញាប់អុកក្បាលអាបិសាចនឹងឡើងផ្ងាបរេបន្ទាប់មកក៏គប់វាទៅជាប់នៅនឹងដើមឈើហើយក៏បញ្ញាប់រត់ទៅជួយNezuko
ពេលមកដល់ឃើញអាបីសាយនឹងកំពុងតែវាយប្អូនស្រីធ្វើឲ្យថានជីរ៉ូខឹងខ្លាំងណាស់ហើយក៏រត់បុកវាទម្លាក់ជ្រោះទាំងពីរនាក់តែម្ដងតែសំណាងល្អណាស់នេហ្សាកូចាប់ថានជីរ៉ូជាប់ចំណែកខ្លួនរបស់អាបីសាយវិញពេលធ្លាក់ដល់ក្រោមចឹងងាប់ដែរតែពេលហ្នឹងនៅសល់តែក្បាលទេនៅជាប់ដើមឈើនិយាយតែឯងនឹងឯងថានជីរ៉ូមានកូនកបិតមួយចង់ចាក់សម្លាប់វាចោលប៉ុន្តែនៅឈររេរអត់ហ៊ានសម្លាប់ទេពេលហ្នឹងផងដែរមានល្អម្ចាស់ម្នាក់ពាក់ម៉ាស់ Tengu បានមកដល់ក៏ប្រាប់ថាប្រើកូនកបិតចឹងសម្លាប់វាអត់ងាប់ទេថានជីរ៉ូក៏បានសួរដែរថាត្រូវធ្វើម៉េចទៅល្អម្នាក់ហ្នឹងក៏បានប្រាប់ទេឲ្យថានជីរ៉ូដោះស្រាយដោយខ្លួនឯងបន្ទាប់មកថានជីរ៉ូយកដុំថ្មមកមួយតែលទ្ធផលក៏រហ៊ានវាយបំបែកក្បាលវាដដែលឈរមើលរហូតថ្ងៃរះដុតវាសម្រាប់អូតូពេលឃើញបិសាចងាប់ដោយសារពលឺថ្ងៃអញ្ចឹងទើបនឹកឃើញនេហ្សាកូខំរត់រមើលទៅណោះពួននៅក្នុងផ្ទះបាត់ហើយបន្ទាប់មកថានជីរ៉ូក៏មកជួលល្អំដែលកំពុងតែកប់សាកសពមនុស្សប៉ុន្តែក៏ត្រូវបានស៊ីមួយកំភ្លៀងដោយសារតែថានជីរ៉ូចិត្តទន់ពេកអត់ហ៊ានសម្លាប់សូម្បីតែបីសាច់ហើយល្អំក៏ប្រាប់ឲ្យថានជីរ៉ូស្ពាយនេហ្សាកូរត់ទៅតាមគាត់ដែលល្អំម្នាក់នេះហើយមានឈ្មោះថាយូរ៉ូកូដាគីសាកូនជីដែលថានជីរ៉ូកំពុងតែមករកនឹងឯងនៅតាមផ្លូវថានជីរ៉ូរត់តាមគាត់រហូតពេលដល់ផ្ទះគឺថាអស់កម្លាំងអាលីងចង់ដួលថានជីរ៉ូគិតថាប្រហែលជាគាត់ជាប់ការធ្វើតែដើម្បីខ្លាចជាកូនសិស្សរបស់គាត់ហើយប៉ុន្តែតាមពិតមិនមែនអញ្ចឹងទេលោកគ្រូកូដាគីរៀបចំនេហ្សាកូឲ្យគេនៅក្នុងផ្ទះបន្ទាប់មកក៏នាំថានជីរ៉ូឡើងទៅលើភ្នំបានបន្ទាប់ពីអ្នកទាំងពីរដើរបានរាឆ្ងាយគួរសមហើយល្អំក៏ប្រាប់ថាឲ្យថានជីរ៉ូរកផ្លូវចុះពីភ្នំដើម្បីត្រឡប់ទៅផ្ទះវិញហើយត្រូវទៅដល់ផ្ទះឲ្យបានមុនពេលមេឃភ្លឺទើបក៏ទទួលធ្វើជាកូនសិស្សនិយាយហើយក៏លាខ្សោយដោយផ្សែងអញ្ចឹងថានជីរ៉ូគិតថាអូប៉ុណ្ណឹងទេស្រួលម៉េះព្រោះគាត់មានចំហវ័យគាត់ហិតចាំក្លិនអស់ហើយចឹងហើយមានអីពិបាកសម្រាប់គាត់ទេបន្ទាប់ពីគិតហើយក៏រត់ទៅវិញត្រយមានណាតាក់ខ្សែផងធ្លាក់អន្លង់ផងប្រកាច់ប្រកាន់ពេញនឹងឯងពេលនេះថានជីរ៉ូដឹងច្បាស់ហើយថាការត្រឡប់ទៅវិញអត់មានបញ្ហាអីសម្រាប់គាត់ទេប៉ុន្តែអ្វីដែលជាបញ្ហាគឺតាមផ្លូវហ្នឹងពោពេញទៅដោយអន្ទាក់ប៉ុន្តែយ៉ាងណាថានជីរ៉ូនៅតែតស៊ូត្រឡប់ទៅវិញអញ្ចឹងហើយក៏បានចំហដ៏ឆ្លាតវៃរបស់គាត់ជាជំនួយដ៏ធំផងដែរគ្រាន់ថាអន្ទាក់ខ្លះកេកផុតអន្ទាក់ខ្លះកេកអត់ផុតក៏ឈឺសាច់ខ្លះអញ្ចឹងទៅដោយសារតែការព្យាយាមតស៊ូទាំងអស់នេះហើយថានជីរ៉ូក៏បានមកដល់ផ្ទះតែគ្រាន់ថាអស់កម្លាំងអាលីងចង់សន្លប់ហើយក៏បានក្លាយទៅជាកូនសិស្សរបស់លោកគ្រូពេញសិទ្ធផងដែរនៅថ្ងៃបន្ទាប់លោកគ្រូចាប់ផ្ដើមបង្រៀនថានជីរ៉ូមែនតែនហើយហាត់ដំបូងឲ្យរត់គេចអន្ទាក់ដដែលហ្នឹងប៉ុន្តែអន្ទាក់ហ្នឹងចាប់ផ្ដើមកាន់តែពិបាកជាងមុនអាវុធដែលហោះមកមិនមែនដុំថ្មដូចមុនទេសិតតែកូនកំបិតនិយាយពីរណ្ដៅវិញសិតតែបលាសិតតែដាវនៅខាងក្រោមមានថ្ងៃខ្លះក៏ជាប់អន្ទាក់ជាប់អីចឹងទៅហើយនៅពេលយប់ថានជីរ៉ូតែងតែកត់ពីរបាយការណ៍ឬក៏សកម្មភាពប្រចាំថ្ងៃរបស់គាត់ទុកទាំងអស់ចំណែកនេហ្សាកូវិញតាំងពីមកដល់ផ្ទះលោកគ្រូគឺគេងរហូតលែងក្រោកដូចមុនទៀតហើយនៅថ្ងៃបន្ទាប់ថានជីរ៉ូចាប់ដើមរៀនប្រើដាវហើយគ្រាន់តែការអនុវត្តហ្នឹងមិនមែនលេងសាយទេគឺការរាប់រយទៅរាប់ពាន់ដងឯណោះបន្ទាប់ពីរៀនប្រើដាវបានច្រើនគួរសមហើយរឿងដែលឈឺសាច់ជាងគេគឺពេលអនុវត្តជាមួយនឹងលោកគ្រូផ្ទាល់គ្មានបានវាយអីទេគឺទួតសាច់រហូតហ្នឹងដោយសារតែការវឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើងធ្វើឲ្យថានជីរ៉ូនឹងអស់កម្លាំងខ្លាំងមែនទែនហើយពេលខ្លះសូម្បីតែអង្គុយកត់របាយការណ៍ប្រចាំថ្ងៃរបស់គាត់នឹងអង្គុយដេកលក់ទៀតបន្ទាប់ពីរៀនបានច្រើនគួរសមឥឡូវនេះដល់វគ្គពិសេសហើយគឺតិចនិចក្នុងការប្រើប្រាស់ដង្ហើមហើយនិងក្បាច់ដើរទឹកការប្រើដង្ហើមនឹងធ្វើឲ្យយើងកាន់តែខ្លាំងហើយមានល្បឿនជាងមុនហើយកាប់ក៏សាហាវជាងមុនផងដែរការរៀនដំបូងនឹងមិនស្រួលទេថានជីរ៉ូធ្វើខុសតែរហូតនឹងឲ្យតែខុសដឹងតែគ្រូវាយហើយនិយាយទៅរៀងទួសាច់ដែរកន្លែងហ្នឹងបន្ទាប់ពីនឹងមកលោកគ្រូឲ្យថានជីរ៉ូទៅហាត់ក្នុងទឹកឈរត្រទឹកណាអ្នកនរអគ្នាអាហ្នឹងមិនដឹងថាជំនួយអីខ្លះទេឥឡូវនេះថានជីរ៉ូហាត់អស់រយៈពេល6ខែហើយ6ខែហ្នឹងនេហ្សាកូក៏អត់បានក្រោកដូចគ្នាដែលរឿងហ្នឹងផងដែរធ្វើឲ្យគាត់បារម្ភខ្លាំងមែនទែនលោកគ្រូកូដាគីក៏បារម្ភដូចគ្នាព្រោះថានេហ្សាកូនឹងគេងអត់ក្រោកតតែសោះថែមទាំងអញ្ជើញគ្រូពេទ្យឲ្យជួយពិនិត្យមើលទៀតគ្រូពេទ្យពិនិត្យទៅឃើញថាដូចជានៅធម្មតាអត់មានប៉ះពាល់សុខភាពអីទាំងអស់ទោះជាអញ្ចឹងក៏ដោយក៏ថានជីរ៉ូនៅតែបារម្ភទៅលើនេហ្សាកូផងដែរព្រោះថាគេងអត់ក្រោកតតែសោះហើយក៏បដិញ្ញាថារកថ្នាំឬក៏រកវិធីសាស្ត្រយ៉ាងណាដើម្បីជួយព្យាបាលនេហ្សាកូឲ្យបានព្រោះថាជាសាច់ញាតិតែម្នាក់គត់ចុងក្រោយរបស់គាត់បន្ទាប់ពីនឹងមកថានជីរ៉ូវឹកហាត់រីកចម្រើនជាងមុនច្រើនមែនទែនអន្ទាក់របស់លោកគ្រូទាំងអស់ធ្វើឲ្យគាត់ទៀតលែងកើតហើយក្បិតដែលហោះមកទាំងម៉ានហ្នឹងគាត់អាចរងជាប់ទាំងអស់ហ្នឹងនៅពេលហ្នឹងផងដែរលោកគ្រូក៏បានមកដល់គាត់ប្រាប់ថាការវឹកហាត់របស់ថានជីរ៉ូត្រូវបានចប់ហើយគាត់ក៏មានអីត្រូវបង្រៀនថានជីរ៉ូទៀតដែរថានជីរ៉ូអាចចូលរួមប្រកួត Final Selection ដើម្បីក្លាយជា Demon Slayer បាននិយាយហើយគាត់ក៏នាំថានជីរ៉ូទៅកន្លែងមួយដែលមានដុំថ្មមូលដូចបាល់អញ្ចឹងធំប៉ុណ្ណាណីគាត់ប្រាប់ទៅថានជីរ៉ូថាបើសិនជាថានជីរ៉ូពោះដុំថ្មនឹងដាច់ជាពីរទើបគាត់អនុញ្ញាតឲ្យថានជីរ៉ូទៅចូលរួមប្រឡងដើម្បីក្លាយជា Demon Slayer ថានជីរ៉ូគ្រាន់តែលឺហើយចង់គាំងយកហ្មងព្រោះគាត់ដឹងថាដុំថ្មនេះធំណាស់គាត់មិនអាចពោះដាច់បានទេចង់សួរលោកគ្រូយ៉ាងណាក៏គ្រូលែងខ្វល់ជាមួយគាត់ដែរហើយក៏ដែរចេញទៅបានដល់ពេលអញ្ចឹងគ្មានជំរឿថានជីរ៉ូក៏បានសាកមើលមានណាឡើងញ័រក្បាលហ្មងគឺថាពោះដាច់ទេ
បន្ទាប់ពីសាកពី3ដងហើយអត់មានម៉ូតអីបន្តិចថានជីរ៉ូក៏បន្តវឹកហាត់ដោយខ្លួនឯងបន្តទៀតគាត់វឹកហាត់ម្នាក់ឯងនឹងអស់រយៈពេល6ខែហើយក៏មកសាកដុំថ្មនឹងម្ដងទៀតតែលទ្ធផលនៅតែអត់ម៉ូតដដែលនឹងនិយាយពីថាដៃវិញជាប់អស់ហើយដោយសារតែគាត់ហាត់ពេកពេលដែលពួរដុំថ្មនឹងអត់ដាច់អញ្ចឹងថានជីរ៉ូអស់សង្ឃឹមខ្លាំងណាស់ហើយក៏ដឹងថាត្រូវធ្វើមិនទៀតដែរគឺថាខូចចិត្តយកតែមែនតែននៅពេលនឹងផងដែរក៏មានក្មេងប្រុសម្នាក់ចេញមកអត់ដឹងថាគាត់មកតាំងពីពេលណាទេគាត់ប្រាប់ទៅថានជីរ៉ូថាធ្វើខ្លួនឲ្យសមជាមនុស្សប្រុសហើយត្រូវវឹកហាត់បន្ថែមទៀតនិយាយហើយក៏សាកជាមួយថានជីរ៉ូមួយក្បាច់ក្មេងប្រុសម្នាក់នឹងផងដែរក៏មានឈ្មោះថាសាប៊ីតូក៏បានប្រាប់ទៅថានជីរ៉ូថាថានជីរ៉ូនៅខ្សោយហើយលបឿនវិញនៅយឺតហើយក៏បបួលថានជីរ៉ូឲ្យប្រកួតគ្នាជាមួយគាត់តែថានជីរ៉ូអត់ចង់ប្រកួតទេព្រោះតែគាត់ដែរមែនតែនចំណែកសាប៊ីតូវិញដែរឈើដល់ពេលឃើញថានជីរ៉ូបារម្ភចឹងគាត់ក៏ចូលវាយឲ្យមើលតែម្ដងវាយមកម្ដងថានជីរ៉ូពិបាកទប់ខ្លាំងណាស់ដោយសារតែកម្លាំងខ្លាំងជាងហើយលបឿនវិញលឿនទៀតវាយចុះវាយឡើងវាយឲ្យថានជីរ៉ូនឹងដួលបានបន្ទាប់មកសាប៊ីតូក៏បន្ទោសទៅថានជីរ៉ូថាការវឹកហាត់របស់គាត់នឹងអត់ល្អទាល់តែសោះមិនថាក្បាច់ក្តៅឬក៏តិចនិចក្នុងការប្រើប្រាស់ដង្ហើមបន្ទាប់ពីនឹងមកអ្នកទាំងពីរនៅតែបន្តប្រយុទ្ធគ្នាជាច្រើនទៀតតែលទ្ធផលនៅតែចាញ់សាប៊ីតូដដែលនឹងហើយបន្ទាប់ពីនឹងមកសាប៊ីតូក៏ចាកចេញទៅវិញទុកឲ្យក្មេងស្រីម្នាក់ទៀតជួយបង្រៀនថានជីរ៉ូម្ដងក្មេងស្រីម្នាក់នឹងក៏មានឈ្មោះថាម៉ាកូម៉ូគាត់មានចរិតស្លូតបូតហើយសម្ដីសម្ដៅរបស់គាត់វិញទន់ភ្លន់គួរឲ្យស្រឡាញ់ខ្លាំងមែនទែនសូម្បីតែថានជីរ៉ូក៏សរសើរថាគាត់ខ្ជូតផងដែរសាប៊ីតូគាត់ជួយបង្រៀនក្បាច់ដើរដល់ថានជីរ៉ូចំណែកម៉ាកូម៉ូវិញគាត់ជួយបង្រៀនតិចនិចក្នុងការប្រើប្រាស់ដង្ហើមទោះបីជាពេលខ្លះម៉ាកូម៉ូពន្យល់ឲ្យថានជីរ៉ូស្ដាប់អត់សូវយល់ក៏ដោយក៏ថានជីរ៉ូនៅតែខំប្រឹងវឹកហាត់ផងដែរគ្រាន់តែការជួយបង្រៀនរបស់អ្នកទាំងពីរនឹងអស់រយៈពេល6ខែទៀតបន្ទាប់មកដល់ពេលសាប៊ីតូនិងថានជីរ៉ូប្រកួតគ្នាម្ដងទៀតហើយម្ដងនេះថានជីរ៉ូក៏មានលបឿនលឿនផងដែរគាត់អាចកាត់ម៉ាស់របស់សាប៊ីតូឲ្យដាច់ជាពីរបានដែលមានន័យថាឥឡូវនេះគាត់លឿនជាងសាប៊ីតូទៀតសាប៊ីតូឃើញអញ្ចឹងក៏ញញឹមអបអរទៅថានជីរ៉ូដែលខ្លាំងជាងមុនម៉ាកូម៉ូវិញក៏សរសើរទៅថានជីរ៉ូផងដែរហើយក៏ផ្ដាំថាថានជីរ៉ូត្រូវតែធ្វើឲ្យបានល្អនិយាយឲ្យស្រាប់តែបាត់ខ្លួនឈឹងពេលដែលងាកមកមើលសាប៊ីតូវិញអត់ឃើញសាប៊ីតូទេគឺឃើញដុំថ្មដែលនៅចំពោះមុខគាត់នឹងត្រូវបានដាច់ជាពីរនៅពេលហ្នឹងផងដែរលោកគ្រូរបស់គាត់ក៏បានមកដល់ហើយគាត់ក៏បានប្រាប់ការពិតផងដែរមូលហេតុដែលគាត់ឲ្យថានជីរ៉ូកាត់ដុំថ្មហ្នឹងព្រោះគាត់គិតថាថានជីរ៉ូកាត់វាអត់ដាច់ទេមូលហេតុដោយសារតែគាត់អត់ចង់ឲ្យថានជីរ៉ូចូលរួមប្រកួត Final Selection ទេព្រោះគាត់ខ្លាចថានជីរ៉ូស្លាប់តែថានជីរ៉ូបែរជាអាចពោះដុំថ្មហ្នឹងបានទៅវិញរឿងទាំងនេះធ្វើឲ្យគាត់មានមោទនភាពខ្លាំងណាស់ហើយក៏ឲ្យថានជីរ៉ូចូលរួមប្រកួតផងដែរប៉ុន្តែត្រូវសន្យាថាត្រូវមានជីវិតត្រឡប់មកវិញនៅពេលយប់លោកគ្រូបានធ្វើម្ហូបឆ្ងាញ់ៗជាច្រើនឲ្យថានជីរ៉ូញ៉ាំដើម្បីមានកម្លាំងចូលរួមក្នុងការប្រកួតលោកគ្រូក៏បានផ្ដល់ម៉ាស់កញ្ជ្រោងមួយឲ្យថានជីរ៉ូផងដែរដែលជាម៉ាស់បានបញ្ចុះវេទមន្តការពារបានខ្លះៗក្នុងការប្រយុទ្ធគ្នាជាមួយបិសាចមុនចេញទៅប្រកួតថានជីរ៉ូក៏មកលាប្អូនស្រីផងដែរព្រោះតែគាត់បារម្ភខ្លាំងណាស់នៃសកលគេងមួយឆ្នាំជាងហើយអត់ទាន់ក្រោកម្ដងណាទេបន្ទាប់មកថានជីរ៉ូក៏លាលោកគ្រូដើម្បីទៅចូលរួមប្រកួតមួយសន្ទុះក្រោយមកថានជីរ៉ូក៏បានមកដល់ភ្នំមួយឈ្មោះថា Fuji Kasane ដែលជាទីតាំងកន្លែងប្រកួតនឹងឯងពេលមកដល់ឃើញមានមនុស្សច្រើនណាស់ដើម្បីចូលរួមប្រកួតមានស្រីមានប្រុសហើយអាខ្លះទៀតមុខឌឺៗបានងាកមកមើលថានជីរ៉ូនឹងក្នុងកែវភ្នែកចម្លែកនៅពេលហ្នឹងក៏មានក្មេងស្រីពីរនាក់ប្រកាសស្វាគមន៍អ្នកគ្រប់គ្នាដែលមកចូលរួមប្រកួតហើយក៏បានប្រកាសពីលក្ខខណ្ឌក្នុងការប្រកួតរបស់ពួកគាត់ផងដែរហើយលក្ខខណ្ឌការប្រកួតហ្នឹងអត់សូវមានអីពិបាកទេគ្រាន់តែឲ្យអ្នកទាំងអស់គ្នាត្រូវរស់នៅក្នុងភ្នំបិសាចហ្នឹងឲ្យបាន7យប់7ថ្ងៃបន្ទាប់មកអត់ចាំយូរទេការប្រកួតក៏បានចាប់ផ្ដើមថានជីរ៉ូកំពុងតែរត់ពេលហ្នឹងគាត់ក៏ធំក្លិនបិសាចប៉ុន្តែអត់ទាន់ដឹងថាវាមកពីទិសណាឡើយទេព្រំពេញនឹងផងដែរស្រាប់តែមានបិសាចមួយហក់មកពីទិសខាងលើប៉ុន្តែគាត់គេចផុតអានទាន់បានវាយគ្នាផងស្រាប់តែមានបិសាចមួយទៀតចេញមកពីខាងក្រោយហើយថានជីរ៉ូក៏អាចគេចផុតដដែលបន្ទាប់មកបិសាចពីរក្បាលហ្នឹងក៏វាយគ្នាឯងដើម្បីដណ្ដើមគ្នាស៊ីថានជីរ៉ូតែបន្តិចក្រោយមកពួកវាក៏ឈប់វាយគ្នាហើយចូលមកវាយថានជីរ៉ូទាំងពីរនាក់តែម្ដងថានជីរ៉ូឃើញអញ្ចឹងអត់ចាំយូរទេក៏ប្រើក្បាច់ដើរទឹករបស់គាត់តម្រង់ទី4កាត់ក្បាលវាដាច់ទាំងពីរងាប់បាត់ទៅនេះជាលើកទី1ហើយដែលថានជីរ៉ូអាចសម្លាប់បិសាចបានគាត់កាន់តែជឿជាក់លើខ្លួនឯងព្រោះថាការខិតខំកន្លងមកមិនអត់ប្រយោជន៍ទេពេលហ្នឹងផងដែរគាត់ស្រាប់តែធំក្លិនបិសាចមួយទៀតឡើងឈួរចំោះតែម្ដងហើយក៏រត់ទៅពួនសិនបន្ទាប់មកគាត់ក៏ឃើញបិសាចដ៏ធំមួយដែលខ្លួនប្រាណរបស់វានឹងសិតតែដៃតែម្ដងអាបិសាចមួយហ្នឹងវាចាប់អ្នកចូលរួមប្រកួតជាប់មួយហើយព្យាយាមចាប់ម្នាក់ទៀតពេលហ្នឹងថានជីរ៉ូក៏អត់ដឹងថាត្រូវជួយពួកគេឬក៏អត់ដែរព្រោះថារៀងភ័យដែរឡើងញ័រជើងហើយបិសាចហ្នឹងធំពេកបន្ទាប់ពីបិសាចដៃស៊ីមនុស្សអស់ម្នាក់ហើយវាក៏ចាប់ម្នាក់ទៀតបានពេលហ្នឹងថានជីរ៉ូទ្រាំមើលអត់បានក៏ប្រើក្បាច់ដើរទឹករបស់គាត់តម្រង់ទី2កាត់ដៃវាដាច់បិសាចដៃគ្រាន់តែឃើញថានជីរ៉ូវាសប្បាយចិត្តណាស់វាគិតថាចំណីដ៏ឆ្ងាញ់មាត់របស់វាបានមកម្នាក់ទៀតហើយ
វាដឹងថាជាកូនសិស្សរបស់លោកគ្រូកូរ៉ូដាគីតាមរយៈពាក់ម៉ាស់នឹងឯងព្រោះកន្លងមកវាស៊ីអស់13នាក់ហើយពេលឮថាបិសាចដៃក៏ស្គាល់លោកគ្រូរបស់គាត់ដែរធ្វើឲ្យថានជីរ៉ូឆ្ងល់ណាស់ហើយអាបិសាចនឹងក៏បានបញ្យល់ថាលោកគ្រូកូរ៉ូដាគីនឹងឯងជាអ្នកចាប់វាយកមកឃុំនៅនឹងអញ្ចឹងហើយទើបធ្វើឲ្យវាគុំស្អប់រាល់កូនសិស្សរបស់លោកគ្រូកូរ៉ូដាគីចូលរួមប្រឡងវាចាប់ស៊ីទាំងអស់កន្លងមកវាចាប់ស៊ីអស់13នាក់ហើយ14នាក់ទាំងលើកនឹងវាក៏បាននិយាយអំពីម៉ាកូម៉ូហើយនិងសាប៊ីតូផងដែរសាប៊ីតូនឹងខ្លាំងជាងគេប៉ុន្តែចៃដន្យអីកាត់កវាដាច់ហើយទីបំផុតវាក៏អាចចាប់បានពេលឮរឿងទាំងអស់នេះហើយទើបថានជីរ៉ូដឹងថាតាមពិតម៉ាកូម៉ូហើយនិងសាប៊ីតូសិតតែត្រូវបានស្លាប់អស់ហើយសូមបញ្ជាក់ផងដែរថានៅក្នុងរឿង Demon Slayer មានបិសាចអញ្ចឹងប្រលឹងមនុស្សដែលបានស្លាប់ទៅក៏មានដូចគ្នាហើយពេលខ្លះយើងក៏ត្រូវនិយាយអំពីពួកគេដែររាល់ការបង្ហាញវត្តមានរបស់ពួកគេក្នុងឈុតឆាកខ្លះបកចូលមកសាច់រឿងរបស់យើងវិញពេលថានជីរ៉ូដឹងថាពួកគេសិតតែបានស្លាប់អស់ហើយធ្វើឲ្យថានជីរ៉ូខឹងខ្លាំងណាស់អត់មានចាំបិសាចនឹងមកវាយគាត់ទេគឺគាត់ចូលវាយយកហ្មងដៃបិសាចនឹងហោះមកទាំងម៉ានថានជីរ៉ូកាត់ដៃខ្ទេចប៉ុន្តែពេលហ្នឹងសាបេតូក៏រំលឹកថាធ្វើចិត្តឲ្យស្ងប់ស្ងាត់កុំឆេវឆាវឲ្យសោះហើយនៅពេលដែលថានជីរ៉ូចូលចិត្តដល់ខ្លួនរបស់វាហើយក៏ត្រូវមកដៃបិសាចប៉ើងទៅសន្លប់បាត់បិសាចដៃគិតថាមានតែប៉ុណ្ណឹងទេចោះស្មានតែខ្លាំងឥឡូវនេះគឺខ្លាចជាចំណៃរបស់យើងម្នាក់ទៀតហើយក៏បំរុងនឹងចាប់ស៊ីពេលហ្នឹងថានជីរ៉ូក៏ភ្ញាក់ដឹងខ្លួនវិញល្មមដៃរបស់បិសាចជាច្រើននៅតែបន្តដេញចាប់គាត់តែថានជីរ៉ូកាប់ដាច់ទាំងអស់ហ្នឹងហើយពេលខ្លះដៃអាបិសាចហ្នឹងផុសចេញមកពីក្រោមដីទៀតសំណាងល្អណាស់ថានជីរ៉ូលោតទៅលើឡើងខ្ពស់គេចផុតពីដៃអាបិសាចហ្នឹងទាំងអស់បន្ទាប់មកថានជីរ៉ូសម្រុកចូលមកចិត្តដើម្បីកាត់ក្បាលវាចោលហើយដៃអាបិសាចហ្នឹងផុសមកទាំងម៉ានគឺកាត់ចោលទាំងអស់ហ្នឹងហើយទីបំផុតក៏បានមកដល់ក្បែរក្បាលរបស់វាផងដែរបិសាចដៃអស់ដៃការពារខ្លួនទៀតហើយប៉ុន្តែវាអាងថាក៏វាតាន់ខ្លាំងណាស់ក៏ឡងមកអ្នកចូលរួមប្រកួតកាត់អត់ដាច់ទេសូម្បីតែសាប៊ីតូតែតាមពិតមិនអញ្ចឹងទេថានជីរ៉ូចូលមកដល់ហើយកាត់ក្បាលរបស់វាដាច់ម៉ាត់កាត់ថ្មប៉ុណ្ណានៃដៃរឿងអីដែលកាត់ក្បាលបិសាចប៉ុណ្ណឹងអត់ដាច់ហ៎មូលហេតុទាំងអស់នេះហើយទើបសាបេតូជួយបង្វឹកថានជីរ៉ូឲ្យពុះអាដុំថ្មនឹងដៃដើម្បីទប់ទល់ជាមួយនឹងអាបិសាចនឹងឯងសម្រាប់វគ្គនេះខ្ញុំសូមចប់ត្រឹមនឹងសិនជួបគ្នាវីដេអូក្រោយបាយបាយ